សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកចំណុចសំខាន់មួយដែលយើងគួរតែយល់ដឹងមុនពេលចូលក្នុងវិស័យ Trade ចំណុចសំខាន់នោះគឺការចេះមើលព័ត៌មានអ្នកទាំងអស់គ្នាអាចចូលមើលព័ត៌មានទាំងអស់នោះបាននៅក្នុង website មួយដែលគេហៅថា Forex Factory នៅក្នុង website ហ្នឹងអ្នកទាំងអស់គ្នានឹងឃើញព័ត៌មានដែលត្រូវចេញផ្សាយតាមថ្ងៃនីមួយៗដោយអ្នកទាំងអស់គ្នាឃើញនៅក្នុងរូបខាងលើហ្នឹងគឺជាព័ត៌មានតាក់ទងជាមួយនឹងលុយដុល្លារយើងក៏លេចមកមើលពណ៌របស់ folder ទាំង3ហ្នឹងដែលពណ៌ក្រហមមានន័យថាជះឥទ្ធិពលខ្លាំងទៅលើទីផ្សារពណ៌ទឹកក្រូចមានន័យថាជះឥទ្ធិពលមធ្យមទៅលើទីផ្សារនិងចុងក្រោយគឺពណ៌លឿងមានន័យថាមិនសូវជះឥទ្ធិពលទៅលើទីផ្សារយើងក៏លេចមកមើលក្រាបដែលជាឧទាហរណ៍នៅក្នុងវីដេអូនេះក្រាបបង្ហាញពីបម្រែបម្រួលខ្លាំងក្នុងថ្ងៃដែលព័ត៌មានចេញគឺ Core CPI ការចេះមើលព័ត៌មានធ្វើឲ្យអ្នកអាចគ្រប់គ្រងហានិភ័យទៅលើ account របស់អ្នកបាន